ការចរចារវាងអាមេរិកនិងរុស្ស៊ីនៅក្នុងទីក្រុងរីយ៉ាតប្រទេសអារ៉ាប៊ីសាអូឌីតប្រើពេល12ម៉ោងទើបចប់ប៉ុន្តែអំឡុងការចរចាកំពុងបន្តរុស្ស៊ីនៅតែបន្តបើកការវាយប្រហារលើអ៊ុយក្រែនទាំងកម្រោលនៅចំពោះមុខលោកប្រធានាធិបតីដូណាល់ត្រាំដែលកំពុងតែតាមដានកិច្ចពិភាក្សាយ៉ាងយកចិត្តទុកដាក់តែម្ដងគណៈកិច្ចពិភាក្សាកំពុងតែធ្វើឡើងនៅក្នុងទីក្រុងរីយ៉ាតកាលពីថ្ងៃច័ន្ទមីស៊ីលជាច្រើនគ្រាប់របស់រុស្ស៊ីបានហោះទៅប្រឡាយទីក្រុងហ្សាមីនាភាគឦសានប្រទេសអ៊ុយក្រែនធ្វើឲ្យប្លុកអគារខ្ពស់ៗចំនួន7កន្លែងរួមទាំងមន្ទីរពេទ្យនិងសាលារៀនមួយកន្លែងទៀតរងការខូចខាតនិងធ្វើឲ្យមនុស្សចំនួន88នាក់រងរបួសទោះបីរុស្ស៊ីវាយប្រហារអ៊ុយក្រែននៅចំពោះមុខខ្លួនក៏ដោយក៏ប៉ុន្តែទីក្រុងវ៉ាស៊ីនតោននៅតែចាត់ទុកកិច្ចពិភាក្សាជាមួយរុស្ស៊ីថាបាត់បោះជំហានទៅមុខល្អប្រសើរហើយសេចក្តីជូនដំណឹងដ៏វិជ្ជមាននឹងត្រូវប្រកាសឆាប់រីឯប្រភពពីរុស្ស៊ីបានប្រាប់ភ្នាក់ងារសារព័ត៌មានរយទ័រថាកិច្ចពិភាក្សាដែលមានរយៈពេល12ម៉ោងបានបិទបញ្ចប់ដោយវិជ្ជមានហើយមានសេចក្តីថ្លែងការណ៍រួមត្រូវបានបញ្ជូនមកកាន់ទីក្រុងមូស្គូនិងទីក្រុងវ៉ាស៊ីនតោនសម្រាប់ការអនុម័តការយល់ព្រមដោយភាគីទាំងពីរសង្ឃឹមថាអាចនឹងត្រូវការប្រកាសនៅថ្ងៃអង្គារនេះកិច្ចពិភាក្សានេះដែលផ្ដោតទៅលើបញ្ហាផ្សេងៗគឺព្យាយាមធ្វើយ៉ាងណាឲ្យឈានទៅដល់កិច្ចព្រមព្រៀងលើបទឈប់បាញ់នៅសមុទ្រខ្មៅជាមុនសិនកាលពីព្រឹកថ្ងៃច័ន្ទម្សិលមិញនេះដដែលលោកត្រាំបានលើកឡើងថាលោកបានដាក់បញ្ហាផ្សេងៗនៅលើតុចរចាហើយដោយលោកបានថ្លែងនៅក្នុងសម្រងសម្ដីដើមបែបនេះថាយើងកំពុងតែពិភាក្សាអំពីទឹកដីអំពីការគូសបន្ទាត់ព្រំដែននិងរឿងកាន់កាប់ទៅលើរោងចក្រថាមពលជាដើមដោយឡែកសម្រាប់លោកប្រធានាធិបតីពូទីនបានលើកឡើងថាលោកត្រៀមខ្លួនបញ្ចប់សង្គ្រាមហើយប៉ុន្តែអ៊ុយក្រែនដាច់ខាតត្រូវតែបកបង់ជាផ្លូវការនៅមហិច្ឆតាចង់ចូលជាសមាជិក NATO ហើយក៏ត្រូវដកទ័ពចេញពីខេត្តចំនួន4ដែលព្រមរួមរស់ជាមួយរុស្ស៊ីជាមុនសិនហេតុដូច្នេះមានតែរងចាំមើលទេថាតើទីបំផុតអាមេរិកនិងរុស្ស៊ីព្រមគូសបន្ទាត់ព្រំដែនជាថ្មីយ៉ាងដូចម្តេចនោះអាមេរិកនិងរុស្ស៊ីយល់ព្រមលើសំណើប័ណ្ណឈប់បាញ់នៅសមុទ្រខ្មៅសម្រាប់សង្គ្រាមអ៊ុយក្រែនសហរដ្ឋអាមេរិកនិងរុស្ស៊ីបានបញ្ចប់កិច្ចចរចាពេញមួយថ្ងៃនៅថ្ងៃទី24ខែមីនាដោយផ្ដោតលើសំណើចង្អៀតមួយសម្រាប់បទឈប់បាញ់នៅសមុទ្រខ្មៅរវាងទីក្រុងគៀវនិងទីក្រុងមូស្គូដែលជាផ្នែកនៃកិច្ចខិតខំប្រឹងប្រែងការទូតដែលទីក្រុងវ៉ាស៊ីនតោនសង្ឃឹមថានឹងជួយត្រួសត្រាយផ្លូវសម្រាប់ការចរចាសន្តិភាពនៅអ៊ុយក្រែនសូម្បីតែកិច្ចប្រជុំកំពុងដំណើរការនៅប្រទេសអារ៉ាប៊ីសាអូឌីតជាទីដែលគណៈប្រតិភូអ៊ុយក្រែនមានវត្តមានតែការវាយប្រហារដោយមីស៊ីលរបស់រុស្ស៊ីបានបំផ្លាញសាលារៀននិងមន្ទីរពេទ្យនៅក្នុងប្រទេសអ៊ុយក្រែនបណ្ដាលឲ្យមនុស្សយ៉ាងហោចណាស់88នាក់រងរបួសកិច្ចពិភាក្សាក្នុងចំណោមបញ្ហាផ្សេងទៀតឈានដល់កិច្ចព្រមព្រៀងបទឈប់បាញ់នៅសមុទ្រខ្មៅត្រូវបានទីក្រុងវ៉ាស៊ីនតោនបង្ហាញថាជាជំហានមួយនៅក្នុងកិច្ចខិតខំប្រឹងប្រែងរបស់លោកប្រធានាធិបតីដូណាល់ត្រាំដើម្បីបញ្ចប់សង្គ្រាមដែលមានរយៈពេលជាង3ឆ្នាំនៅអ៊ុយក្រែនរកឃើញមូលហេតុហើយជុំវិញចម្ងល់និងសំណួរដែលតែងតែសួរថាហេតុអ្វីបានជាករណីកាំងបេះដូងភាគច្រើនកើតឡើងនៅក្នុងបន្ទប់ទឹកពាក់ព័ន្ធទៅនឹងចម្ងល់ឬក៏សំណួរនេះគេហៅទំព័រសុខភាពបរទេសដែលហៅកាត់ថា Cellline បានបកស្រាយដោយលើកយកកត្តាមួយចំនួនយកមកពន្យល់ដូចតទៅទី1ទាក់ទិនទៅនឹងការងូតទឹកការងូតទឹកដោយប្រើទឹកដែលត្រជាក់ពេកនៅក្នុងសីតុណ្ហភាពក្រោម21អង្សាឬក៏ក្តៅពេកនៅក្នុងសីតុណ្ហភាពលើស44អង្សាសេគឺអាចប៉ះពាល់ទៅដល់ចង្វាក់បេះដូងយ៉ាងឆាប់រហ័សហើយពេលដែលសីតុណ្ហភាពរាងកាយរបស់យើងប្រែប្រួលយ៉ាងឆាប់រហ័សបែបនេះសរសៃឈាមបេះដូងក៏រងសម្ពាធខ្លាំងដែរដោយនៅក្នុងករណីធ្ងន់ធ្ងរគឺអាចឈានទៅដល់ដាច់សរសៃឈាមឬក៏កាំងបេះដូងបានទី2គឺពាក់ព័ន្ធទៅនឹងការប្រើប្រាស់បង្គន់នៅពេលបន្ទោបងពោះវៀនចាប់ផ្ដើមធ្វើចលនាហើយពេលដែលយើងប្រឹងបន្ទោបងគឺអាចដាក់សម្ពាធដល់បេះដូងបានដែលក្នុងករណីនេះអាចជាកត្តាជំរុញឲ្យមានការកាំងបេះដូងភ្លាមៗសម្រាប់អ្នកដែលមានជំងឺបេះដូងស្រាប់ទី3ពាក់ព័ន្ធទៅនឹងបរិស្ថាននៅក្នុងបន្ទប់ទឹកនៅក្នុងបន្ទប់មិនសូវសម្បូរអុកស៊ីហ្សែននោះទេហើយវាជាហេតុធ្វើឲ្យសរសៃឈាមរីធំចង្វាក់បេះដូងចុះខ្សោយហើយអាចឈានទៅដល់សន្លប់ដោយសារតែបេះដូងសពឈាមមិនដល់ខួរក្បាលហេតុដូច្នេះអ្នកជំនាញបានណែនាំឲ្យឧស្សាហ៍ចំហទ្វារបន្ទប់ទឹកកុំឧស្សាហ៍បិទទ្វារជិតពេកម្យ៉ាងវិញទៀតឥដ្ឋនៅក្នុងបន្ទប់ទឹក
បើមិនឧស្សាហ៍លាងសម្អាតទេក៏ជាកត្តាដែលធ្វើឲ្យរអិលដួលឈានទៅដល់កាំងបេះដូងក៏ថាបានជាពិសេសមនុស្សដែលមានវ័យចំណាស់ដោយឡែកសម្រាប់កត្តាផ្សេងទៀតដែលអាចបង្កើនហានិភ័យនៃការកាំងបេះដូងរួមមានដូចជាកត្តាធាត់ជ្រុលអ្នកមានជំងឺលើឈាមមានជំងឺទឹកនោមផ្អែមប្រវត្តិគ្រួសារមានជំងឺបេះដូងនិងអ្នកដែលមានអាយុចាប់ពី65ឆ្នាំឡើងទៅហេតុដូច្នេះមានតែមានការថែទាំសុខភាពឲ្យបានរឹងមាំទេទើបអាចជៀសផុតអំពីជំងឺផ្សេងៗបានជាចុងក្រោយអ្នកជំនាញបានផ្ដាំថាពេលចូលបន្ទប់ទឹកបើមានអាការៈឈឺទ្រូងដកដង្ហើមផុតវិលមុខក្អួតឬក៏ថប់ដង្ហើមជាដើមគឺប្រញាប់ស្រែករោគអ្នកនៅក្បែរជាបន្ទាន់មន្ត្រីចំណិតលោកត្រាំគិតត្រូវទឹកតការកាតមាសលក់ដាច់ 1000 ច្បាប់ចំណេញជាង $5000 លានមន្ត្រីជាន់ខ្ពស់របស់លោកដូណាល់ត្រាំលោក Howard Lutnick បានប្រកាសថាពួកគេបានលក់ទឹកតការកាតមាសចំនួន 1000 ច្បាប់ក្នុងមួយថ្ងៃនាំឲ្យអាមេរិកអាចទាញចំណូលបានជាង $5000 លានសហរដ្ឋអាមេរិកប្រភពពីសារព័ត៌មាន The Financial Express បានបន្តថាកាតនីមួយៗមានតម្លៃ$5 លានហើយបច្ចុប្បន្ននេះគេបានព្យាករណ៍ថាអ្នកចង់ទិញកាតនេះអាចនឹងមានចំនួនរហូតដល់ទៅ37 លាននាក់ឯណោះនៅទូទាំងពិភពលោកត្រាំក៏ជឿជាក់ថានៅពេលខាងមុខនេះសហរដ្ឋអាមេរិកអាចនឹងលក់បាន1 លានច្បាប់ហើយទាញចំណូលបានជាង$5 trillionលោក Lutnick បាននិយាយថាមនុស្ស 25,000 នាក់បានបង្ហាញអំពីចំណាប់អារម្មណ៍ចង់ទិញកាតមាសទាំងអស់នេះពីព្រោះវាអាចប្រើជំនួសទឹកតការវិនិយោគិន EB5 ដែលមានស្រាប់កាតមាសដែលត្រូវបានគេហៅថា Trump Card ត្រូវបានគេរចនាឡើងដើម្បីទាក់ទាញបុគ្គលដែលមានទ្រព្យសម្បត្តិដែលចង់មករស់នៅក្នុងសហរដ្ឋអាមេរិកមន្ត្រីចំណិតរបស់លោកត្រាំរូបនេះក៏បាននិយាយបន្តទៀតថាទូនីតិរបស់លោកគឺដើម្បីធ្វើឲ្យចក្ខុវិស័យរបស់លោកត្រាំคล้ายជាការពិតយ៉ាងណាក៏ដោយថវិកាដែលប្រមូលបានពីការលក់កាតមាសទាំងអស់នេះត្រូវបានយកទៅទូទាត់បំណុលរបស់សហរដ្ឋអាមេរិកដែលមកដល់នឹងពេលនេះគឺបានកើនឡើងរហូតដល់ទៅ$36.2 trillionសហរដ្ឋអាមេរិកហើយនោះគួរបញ្ជាក់ផងដែរថាខណៈដែលកាតមាសអនុញ្ញាតឲ្យអ្នកកាន់កាប់ដាក់ពាក្យស្នើសុំសញ្ជាតិអាមេរិកលោក Lutnick ក៏បានកត់សម្គាល់ថាអ្នកទិញកាតមាសទាំងអស់នោះភាគច្រើនទំនងជាមិនចង់ដាក់ពាក្យស្នើសុំទេពីព្រោះខ្លាចជាប់កាតព្វកិច្ចពន្ធសកល